ជំរាបសួរពុកម៉ែបងប្អូនតើពុកម៉ែបងប្អូនមានស្គាល់ឧបករណ៍មួយប្រភេទនេះដែរឬទេហើយមានដឹងថាឧបករណ៍មួយប្រភេទនេះគេប្រើប្រាស់នៅពេលណាអញ្ចឹងថ្ងៃនេះដើម្បីស្រាវចម្ងល់ទាំងនេះសូមអញ្ជើញទៅទស្សនាទាំងអស់គ្នាបាទជំរាបសួរសាជាថ្មីម្ដងទៀតដល់ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើលការធ្វើឧបករណ៍មួយយ៉ាងឧបករណ៍នោះគេហៅឈ្មោះថាកញ្ឆែត្រូវបានធ្វើឡើងពីដើមឫស្សីដែលដំបូងគេត្រូវពុះឫស្សីនោះហើយយកមកសក់វាជាបន្ទះបន្ទាប់មកគេយកវាទៅរោលជាមួយនឹងភ្លើងបាទដើម្បីឲ្យវាមានសភាពទន់ងាយស្រួលក្នុងការពុតទៅតាមអ្វីដែលយើងចង់បានបាទហើយកញ្ឆែនេះគឺយើងពុតនៅផ្នែកខាងចុងទាំងសងខាងនៃបន្ទះឫស្សីនោះហើយក៏យើងត្រូវប្រកាសដែរថាផ្នែកខាងចុងនោះគឺស្មើស្អាតបន្ទាប់ពីយើងពុតផ្នែកខាងចុងទាំងសងខាងដូចនេះហើយបន្ទាប់ពីពុតក្រុមការងារក៏ត្រូវត្រួតពិនិត្យមើលដើម្បីប្រកាសថាផ្នែកខាងចុងនោះគឺបានស្អាតបន្ទាប់ពីពុតរួចដើម្បីបន្ថែមសម្រស់ឲ្យវាកាន់តែស្អាតថែមទៀតនោះគឺក្រុមការងារគាត់បានយកទឹកថ្នាំពណ៌មាសដើម្បីមកលាបលម្អវាឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀតបន្ទាប់ពីលេបរួចក្រុមការងារគាត់បានដាក់ហាលដើម្បីឲ្យមានសភាពស្ងួតល្អបន្ទាប់ពីឫស្សីត្រូវបានស្ងួតស្រួលបួលរួចហើយក្រុមការងារក៏បានយកបំពង់ឫស្សីមានទាំងវែងទាំងខ្លីដើម្បីយកមកផ្គុំគ្នាឲ្យកើតជាកញ្ឆែជាដំបូងគាត់ត្រូវផ្គុំបន្ទះឫស្សីដែលយើងបានផ្លុំកាលពីលើកមុននោះជាមុនសិនដោយដាក់បន្ទះឫស្សីនោះពីរបន្ទះរួចយើងចាប់ជាមួយនឹងវិសបន្ទាប់ពីផ្គុំរួចហើយយើងត្រូវយកបន្ទះឫស្សីទាំងពីរនោះមកដាក់បញ្ចូលបំពង់ឫស្សីដែលពុះរួចក្រោយមកយើងត្រូវយកបំពង់ឫស្សីដែលចាប់ជាមួយនឹងបន្ទះឫស្សីពុតកោងនោះហើយចាប់ផ្គុំជាមួយនឹងបំពង់ឫស្សីមួយដែលមានប្រវែងវែងដើម្បីឲ្យคล้ายទៅជាកញ្ឆែក្រោយចាប់រួចគាត់ត្រូវពិនិត្យមើលថាតើវានោះត្រឹមត្រូវស្អាតហើយឬនៅក្រោយពិនិត្យឃើញថាស្អាតហើយនោះនៅផ្នែកខាងចុងយើងគ្រាន់តែចាប់ជាមួយនឹងទង់ដែលមានពណ៌លាយចម្រុះគ្នាជាការស្រេចបញ្ជាក់ផងដែរថាកញ្ឆែនេះគឺយើងធ្វើឡើងដើម្បីត្រៀមដាក់តាំងលម្អក្នុងពិធីសង្ក្រាន្តស្ទឹងត្រែងឆ្នាំ2025នាពេលឆាប់ៗខាងមុខនេះឯងបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នេះទេបាទសូមអរគុណជម្រាបលា